ចាជម្រាបសួរចាថ្ងៃនេះខ្ញុំរៀបចំឆាបាយឲ្យកូនញ៉ាំចាហើយនេះគ្រឿងឆាបាយចាដំបូងឡើយហ្នឹងគឺខ្ញុំដាក់សាច់ក្រកចូលក្នុងខ្ទះលីងឲ្យចេញខ្លាញ់ចាហើយខ្ញុំអត់មានដាក់ប្រេងដាក់ខ្លាញ់ខាងក្រៅទេគឺយើងនេះដឹងស្រាប់ហើយគឺថាសាច់ក្រកវាមានខ្លាញ់ក្នុងហ្នឹងស្រាប់ចាបន្ទាប់មកខ្ញុំដាក់សាច់គោច្បល់ចូលបន្តិចទៅក៏ខ្ញុំដាក់អំបិលរោយពីលើបន្តិចចាហើយបន្ទាប់មកទៀតក៏ខ្ញុំដាក់ស្ករចារោយស្ករបន្តិចទៅចាបន្ទាប់មកទៀតក៏ដាក់ម្សៅស៊ុបចាដាក់ហើយគឺយើងច្បល់ចូលគ្នានឹងឲ្យវាចូលជាតិឲ្យសព្វហើយឲ្យវាសាច់វាឆ្អិនផងដែរចាច្បល់បន្តិចទៅហើយបន្ទាប់មកទៀតគឺខ្ញុំដាក់បន្លែចាខ្ញុំដាក់បន្លែចូលចាហើយទឹកឆាបន្លែហ្នឹងឲ្យវាឆ្អិនល្អចាហើយគឺយើងឆាចុះត្រឡប់ឡើងឲ្យបន្លែហ្នឹងវាឆ្អិនល្អចាហើយបន្តមកទៀតមកក៏ខ្ញុំដាក់បាយចាខ្ញុំដាក់បាយចូលហើយបាយហ្នឹងខ្ញុំដាក់គ្រឿងក្នុងហ្នឹងហើយម្សៅហើយមានស្លឹកខ្ទឹមមានអីហើយស្រេចចាហើយបាយហ្នឹងខ្ញុំមានខ្ទឹមលីងក្នុងហ្នឹងហើយនឹងមានអំបិលបន្តិចស្ករបន្តិចហើយនឹងមានទឹកស៊ីអ៊ីវចាម្សៅស៊ុបបន្តិចដែរនៅក្នុងហ្នឹងហើយស្រាប់ចាខ្ញុំគ្រាន់តែឆាបន្លែនិងសាច់អីហ្នឹងឲ្យវាឆ្អិនល្អទៅចាក់ទឹកបាយហ្នឹងមកហើយយើងច្បល់វាទៅគឺជាការ